រៀបសួរនាងខ្ញុំឈ្មោះប៉ុនភក្តីដែលជាប្រធានផ្នែកគ្រប់គ្រងហាងប្រចាំសាខាច្បារអំពៅចាក់បងសម្រាប់ទីតាំងហាង EC 1.1 ស្ថិតនៅផ្លូវជាតិលេខ1នៅសង្កាត់ច្បារអំពៅដែលជាប់នឹងសាលាបញ្ញាសាស្ត្រដែលឡែកហាងរបស់ពួកខ្ញុំបើកដំណើរការលក់មាន4សាខាមានសាខាដង្កោសែនសុខកបូរនិងច្បារអំពៅសម្រាប់អនឡាញក៏យើងមានលក់ជាទំនិញនៅក្នុង app ផងដែរEC 1.1 របស់យើងគឺបើកចាប់លក់តាំងពីឆ្នាំ2022មកហាងរបស់យើងបើកចាប់ដំណើរការពីម៉ោង7ព្រឹកដល់ម៉ោង9យប់មានលក់ទំនិញចម្រុះប្រៀបបានដូចជាទីផ្សារអញ្ចឹងចាបងទំនិញនៅក្នុងហាង EC 1.1 របស់យើងមានប្រភេទដូចជាអំពូលសម្ភារៈសិក្សាសម្ភារៈជាងសម្ភារៈតុបតែងខ្លួនសម្ភារៈក្មេងលេងសម្ភារៈផ្ទះបាយសម្ភារៈបន្ទប់ទឹកទំនិញនៅក្នុងហាងមានមកពីគ្រប់ប្រទេសក្នុងស្រុកក៏មានច្រើនមុខដែរដោយសារតែពួកយើងធ្វើការគ្រប់គ្រងនិងជំរុញផលិតផលក្នុងស្រុកសម្រាប់ហាងពួកយើងមានលក់រាយនិងបោះដុំនិងធ្វើការផ្គត់ផ្គង់ទៅតាមបណ្ដាខេត្តផងដែរចាបងសម្រាប់ការប្រើប្រាស់ម៉ាស៊ីនពណ៌របស់ Acida ពួកយើងប្រើប្រាស់ចាប់តាំងពីបើកហាងដំបូងមកហើយហាងរបស់ខ្ញុំក៏មានម៉ាស៊ីនពណ៌របស់ Acida សម្រាប់អតិថិជនទូទាត់តាមរយៈ Acida Super App ឬតាមបាន Acida គ្រប់ប្រភេទមិនថែមទៀតនោះធនាគារ Acida ផ្ដល់ជូនអតិថិជនគ្រប់ប្រភេទអនុទានពិសេសអាចជាដៃគូជីវករដែលប្រើម៉ាស៊ីន POS ឬ KHQR Acida ដើម្បីទទួលទូទាត់ប្រាក់ពីអតិថិជនដែលទិញទំនិញសេវាកម្មផ្សេងៗដោយមិនមានទ្រព្យធានាសម្រាប់អត្រាការប្រាក់គិតតែលើចំនួនទឹកប្រាក់ដែលអាជីវករបានដកប្រើតែប៉ុណ្ណោះអរគុណជម្រាបលា